បាទសូមអរគុណបងស្រីនៅខាងភូមិជ្រេះបាទគាត់ក៏មកឆ្នាំងអ៊ុតមួយគ្រឿងឥឡូវនេះកំពុងតែ unboxing រៀបចំក៏ដូចជាដំឡើងក៏ដូចជាប្រាប់ពីរបៀបប្រើប្រាស់ជូនបងស្រីផងដែរឥឡូវនេះក៏យើងកំពុងចាក់ទឹកបាទនៅក្នុងឡដើម្បីធ្វើការតេស្តជូនបងស្រីនិងប្រាប់ពីរបៀបប្រើប្រាស់ដល់នាឡិកាលេខ3នៅយើងដាក់ទឹកឡសិនឥឡូវនាឡិកាលេខ0នេះទៅចាំវាប្រហែលបន្តិចទៅទៀតវាដល់ឡើងលេខ3បាទយើងបើកកុងតាក់កន្លែងរូបចំហាយរូបឆ្នាំងអ៊ុតនឹងឡនេះហើយនឹងកុងតាក់ឆ្នាំងអ៊ុតនេះណាហ្នឹងហើយឥឡូវនេះលើការចាប់ដើមឡើងដល់លេខ71ហើយលក្ខណៈលេខ0លេខ1កុំតែតេស្តឆ្នាំងអ៊ុតជូនបងស្រីមែនអីអ៊ុតខែឥឡូវឡើងដល់លេខ2កន្លះហើយ2កន្លះយើងអាចបើកកុងតាក់រូបឆ្នាំងអ៊ុតជាប់ឡនេះក៏បានបាទឥឡូវយើងបើកតែកុំភ្លេចបើកកុងតាក់ឆ្នាំងអ៊ុតផងបាទបើកកុងតាក់ឆ្នាំងអ៊ុតនេះភ្លាមយើងអត់អ៊ុតភ្លាមនេះចាំមិនភ្លើងកុងតាក់ជាប់នឹងឆ្នាំងអ៊ុតនេះវាលុតភ្លើងក្រហមសិននៅពេលវាលុតមានន័យថាកម្ដៅឆ្នាំងអ៊ុតវាក្ដៅពេញហើយក្ដៅល្អហើយបានវាលុតវាអូតូកម្ដៅនៅពេលដែលចុះជាក់វាបើកភ្លើងមកធម្មតាវិញឥឡូវនេះកំពុងតែបើកហើយរៀបចំធ្វើតេស្តឥឡូវកុងតាក់ឆ្នាំងអ៊ុតនេះយើងដំបូងយើងបើកកុងតាក់រូបឆ្នាំងអ៊ុតនេះហើយកុំភ្លេចបើកកម្ដៅអានេះហៅកម្ដៅអូតូកម្ដៅយើងដាក់លេខ5ឲ្យវាក្ដៅខ្លាំងហើយចាំយើងពវល់វាចុះមកលេខ4វិញក៏បានលេខ3ក៏បានដែរតែដំបូងគឺយើងដាក់ដល់លេខ5សិនចាំវាលុតភ្លើងក្រហមនេះចាំយើងពវល់វាចុះក្រោមបាទលេខ4លេខ3តាមតម្រូវការដែលយើងចង់បានតែជាទូទៅគេប្រើលេខ3ឬក៏លេខ4ចាំឲ្យភ្លើងឆ្នាំងអ៊ុតវាលុតសិនចាំយើងធ្វើតេស្តជូនឥឡូវយើងលុតកន្លែងកុងតាក់ឆ្នាំងអ៊ុតទៅមានតែកម្ដៅឆ្នាំងអ៊ុតក្ដៅហើយយើងអាចពវល់វាចូលលេខ4ក៏បានដែរបាទលេខ4ឬក៏លេខ3អូខេតោះឥឡូវយើងចាប់ដើមតេស្តឥឡូវយើងកំពុងតែតេស្តចំហាយចេញមកខ្លាំងមកតែដំចំណាយអូយក្ដៅអូក្ដៅនឹងចាប់រៀបអានេះស្រាទៀតអាហ្នឹងដែរទៅមកធ្លាប់ទៅលើបោះគាត់បាទស្រាហើយចំហាយទឹកវាខ្លាំងនេះអត់ហើយមកគាត់ចាប់ដៃហ្នឹងហើយមិនដែរចំហាយវាឆាប់រៀបហើយអូខេស្រាទៀតអូខេស្រា